ជំរាបសួរបងប្អូនពូម៉ែពុកម៉ែពូមីងបាទសាស្ត្រាចារ្យសាកលវិទ្យាល័យក៏ដូចជាបងប្អូនដែលតែងតែតាមដាន page ក៏ដូចជា YouTube Channel ក៏ដូចជា social media របស់ខ្ញុំអញ្ចឹងថ្ងៃនេះខ្ញុំនាំបងប្អូនទាំងគ្នាមកទស្សនាការទទួលសញ្ញាបត្រនៃសិស្សនៃសាកលវិទ្យាល័យ Norton ដែលប្រព្រឹត្តឡើងនៅថ្ងៃទី26 ខែសីហាឆ្នាំ2026នៅពេញហួតបឹងស្នោចឹងវិលមកតិចហើយចឹងដំបូងនេះគឺមានកន្លែងទទួលញ៉ាំអីបងប្អូនឃើញតូចៗចឹងណាតែនៅខាងមុខកន្លែងយើងកំពុងដើរនេះគឺមានទទួលញ៉ាំអីមានកាហ្វេមានអីជាច្រើនចឹងតែអត់បានផឹកកាហ្វេស្ដាយមែនទែនចេញពីធ្វើការមកឡើងល្ងុយដេកហើយបន្ទាប់មកពីចូលទៅដល់ក្នុង hall មានបងប្អូនយើងក្រុមការងារយើងបានណែនាំតាក់ទងជាមួយនឹង table កន្លែងដែលបងប្អូនអង្គុយទៅតាម department បងប្អូនទាំងគ្នាមានតែមាន economics មាន computer science មានខាងជាសាស្ត្រ computer សំណង់ civil មានខាងអគ្គិសនីអូច្រើនគួរសមរៀបរាប់អត់ទេហើយខាងឆ្វេងដៃខ្ញុំនោះគឺមានបងប្អូនពុកម៉ែពូមីងដែលគាត់មកទទួលរងចាំកូនក្មួយក៏ដូចជាកូនក៏ដូចជាបងប្អូនអ្នកដែលទទួលសញ្ញាបត្រចឹងទៅហើយហលដូចតែបងឃើញបងប្អូនឃើញបែបនេះហើយខ្ញុំនឹង wrap up កម្មវិធីតិចជាដំបូងគឺការថ្លែងអំណរគុណដូចជាការចូលរួមរបស់បងប្អូនទាំងគ្នាហើយមួយទៀតការថ្លែងសន្ទរៈខាងរបស់សាកលវិទ្យាធិការក៏ដូចជាភ្ញៀវកិត្តិយសក៏ដូចជាគណៈអធិបតីគឺមកពីរដ្ឋលេខាធិការនៃក្រសួងអប់រំយុវជននិងកីឡាហើយបន្តមកយើងមាន photo session ដូចជាការទទួលសញ្ញាបត្ររបស់និស្សិតឆ្នើមហើយបន្តមកមានការថតរូបថតអីចុងបញ្ចប់ហើយបន្តមកការតម្រង់ជួរទទួលសញ្ញាបត្រនៅវគ្គចុងក្រោយហើយបងប្អូនទាំងអស់គ្នាដែលបន្តបាន Subscribe YouTube Channel របស់ខ្ញុំក៏ដូចជា Follow Page កុំភ្លេចជួយ Follow Page របស់ខ្ញុំហើយក៏អរគុណសម្រាប់ការទស្សនាវីដេអូនេះពីដើមរហូតដល់ចប់បាយបាយ